ទីបំផុតស្រួលខ្លួនបន្តិចហើយពួកកូនចៅចំនួននេះថ្ងៃចេះតែបោះសម្រាមចូលសមុទ្រគួរឲ្យខឹងពន់ពេកមើលស្អីគេមិនធ្លាប់ឃើញអណ្ដើកចេះនិយាយទេហើយឲ្យញាប់ទៅអណ្ដើកចេះនិយាយភាសាមនុស្សហើយឯងនេះក៏តក់ស្លុតជ្រុលពេកហើយប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមកនេះទើបតែមានម្នាក់នេះទេដែលស្ដាប់យល់នៅអ្វីដែលខ្ញុំនិយាយឲ្យប្រកាសមកឯងពិតជាចេះនិយាយមែនតើសោះចាប់តាំងពីឯងបានជួយកសម្ពរឲ្យខ្ញុំមកខ្ញុំនឹងប្រាប់រឿងមួយដល់ឯងមាត់ច្រកសមុទ្រនេះត្រូវសម្រាមកកស្ទះបិទចិត្តអស់ហើយរលកមិនអាចហូរចូលបានទឹកក៏คล้ายជាទឹកស្អុយគ្មានជីវិតបើចង់បានផលចំណេញលុយកាក់ត្រូវសម្អាតកាក់សំណល់ទាំងនោះចោលទើបទឹកសមុទ្រមានជីវិតឡើងវិញអ្វីដែលឯងចង់បានវានឹងមកដល់ដោយខ្លួនឯងអ្វីដែលខ្ញុំចង់បានគឺនៅទីខាងត្បូងក្រោមតំបន់ដុំថ្មពណ៌ព្រះទឹកនោះមានខ្ចៅព្រៃឬខ្យងសមុទ្រពិសេសគុំព្រៃធម្មជាតិក្បាលពីរតើខ្ញុំកំពុងយល់សប្តិមែនទេអូហោចៅវាយក្រុងឥឡូវបែរជាមកធ្វើជាកម្មករអនាម័យវិញហើយលោកពូក៏នៅទីនេះដែរហោះលោកពូមកចំពេលល្អណាស់មកមើលនិស្សិតពូកែប្រចាំភូមិយើងចោះនៅទីក្រុងរស់មិនបានក៏ត្រឡប់មកដើររើសបោកបបសម្រាមវិញហើយកន្លែងនេះបោះបង់ចោល5ឆ្នាំហើយចៅណាំឲ្យគុំខាត់កម្លាំងឥតប្រយោជន៍អីនិយាយចប់ហើយមែនទេនិយាយចប់ហើយក៏ឈប់សម្អាតទីនេះទៅនៅប្រកែកទៀតចៅជួឲ្យទើបតែរកឃើញមុខឯងតាសលោកចៅមានរឿងអីបានជាប្រញាប់ប្រញោលម្លេះហ្វូម៉ៃលូភោជនីយដ្ឋានចង់បានខ្យងសមុទ្រព្រៃធម្មជាតិក្បាលពីរតើឯងមានទំនិញនឹងទេរបស់បែបនេះមិនងាយរកទេណាលោកចៅនេះគឺជាចៅវាយក្រុងប្រចាំភូមិយើងកំពុងរវល់សម្អាតសម្រាមមិនទេក្រោមគំនរសម្រាមអាចមានខ្យងសមុទ្រលាក់ទុកក៏ថាបានកន្លែងបោះបង់ចោលនេះសំបីតែកន្លាតក៏ចិញ្ចឹមមិនរស់ផងចុះទើបតែខ្យងសមុទ្របើសិនជាគេអាចរើខ្យងសមុទ្រចេញពីកន្លែងបោះបង់ចោលនោះបានសាស្ត្រកាត់សមុទ្រកញ្ចាស់មួយកញ្ចប់នេះខ្ញុំចៅជូនឹងស៊ីវាស្រស់នៅនឹងកន្លែងតែម្ដងឯងជាអ្នកនិយាយខ្លួនឯងទេទៅសោះអ្វីដែលខ្ញុំនិយាយបើឯងរកវាពុំបានទេនោះរកមិនឃើញមែនទេអញ្ចឹងខ្ញុំនឹងជូនទៅសមុទ្រវិញដោយមិនគិតថ្លៃពួកយើងបានស្រស់គ្នាហើយអ្នកទាំងអស់គ្នាក៏បានឬដែរបើសិនជាដល់ពេលកុំលួចគេខ្លួនឲ្យសោះបានឬហើយចៅណាំឲ្យរងចាំត្រៀមកន្លែងឲ្យចៅជូទៅចៅជូមនុស្សប្រុសម្នាក់នេះពិតជាមានរបស់ល្អណាស់មានអីគេរងចាំមើលគេធ្វើជាកំ pl ែងលេងសាច់បានហើយមើលខ្ញុំប្រើល្បិចបន្តិចចុះសូមអរគុណចំពោះអំណោយពីបងត្រីមកប៉ព្រះទឹកក្រោមទឹកចៅជួឲ្យសាស្ត្រកាត់សមុទ្រគឺត្រូវស៊ីប្រកបមែនហើយចៅប្រុសសាច់ញាតិរបស់លោកតាសូមប្រកួតប្រជែងជាមួយចៅជួឥឡូវនេះរៀបនឹងដឹងលទ្ធផលហើយអ្នកភូមិទាំងអស់គ្នារងចាំមើលអ្នកណាគេចវិសគឺជាឆ្កែចៅយូមិនក៏ឯងមកទីនេះខ្ញុំមកលេងរកបងណាំទេបងណាមតើក្នុងសំណាញ់មានដាក់ស្អីខ្លះហ្នឹងកុំថាឡើយខ្យងសមុទ្រអីមិនថាជាខ្យងក៏ថាបានតើសមុទ្រនេះអាចមានខ្យងសមុទ្រប្រភេទហ្នឹងដោយរបៀបណាទៅសុំណាមកុំធ្វើឲ្យគេអាម៉ាស់មុខពេកអីអាហោពិតមែនហើយចៅជូចំមកភ្នែករបស់ឯងឲ្យធំហើយមើលឲ្យច្បាស់មកថានេះគឺជាស្អីបើរកឃើញខ្យងសមុទ្រមែនខ្ញុំនឹងសរសេរឈ្មោះខ្ញុំត្រឡប់ក្រោយវិញចៅជូចំមកភ្នែករបស់ឯងឲ្យធំហើយមើលឲ្យច្បាស់មកថានេះគឺជាស្អីឲ្យខ្ញុំងាប់ទៅខ្យងសមុទ្រធំប៉ុណ្ណឹងផងលើកនេះមានរឿងសប្បាយមើលហើយខ្យងក្បាលពីរហើយជាប្រភេទព្រៃធម្មជាតិទៀតបងណាមខ្ញុំដើររើសម្រាមកាក់សំណល់សមុទ្រ3ឆ្នាំហើយក៏មិនធ្លាប់ឃើញខ្យងធំប៉ុណ្ណឹងដែរចៅជូសាស្ត្រកាត់សមុទ្រគឺនៅទីនោះហើយចាប់ផ្ដើមការសម្ដែងរបស់ឯងទៅចៅជូឯងជាអ្នកនិយាយខ្លួនឯងទេអ្នកណាគេចវិសគឺជាឆ្កែគេគ្រាន់តែមានសំណាងល្អក៏ពុះទឹកទេទៅសមិនដឹងជាទិញមកពីណាទេមិនអាចទេគុណភាពនិងពណ៌សម្បូររបស់ខ្យងសមុទ្រនេះមើលដឹងច្បាស់ថាជាប្រភេទព្រៃធម្មជាតិសុទ្ធសាធខ្ញុំប្រកបគ្រឿងសមុទ្រប៉ុណ្ណឹងឆ្នាំមើលភ្លាមគឺដឹងបាត់ទៅហាមានសំណាងល្អរឿងអីទៅបើមានសមត្ថភាពថ្ងៃក្រោយត្រូវមានរបស់ល្អទៀតទៅ